ស្របតាមស្មារតីនៃអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិដែលជាដំណោះស្រាយប្រកបដោយយុត្តិធម៌ត្រឹមត្រូវនិងតម្លាភាពបើទោះបីជាភាគីថៃលើកមូលហេតុអំពីបញ្ហាផ្ទៃក្នុងរបស់ខ្លួនពាក់ព័ន្ធនឹងការបោះឆ្នោតក៏ដោយក៏ភាគីកម្ពុជានៅតែរំលឹកនិងទាមទារឲ្យភាគីថៃអនុវត្តជានិច្ចតាមរយៈការប្រជុំទី3នៃសេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ដោយមិនបង្អែកបង្អស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានដាក់សំណើជាថ្មីទៀតទៅកាន់គណៈកម្មការ JBC ភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃ29ខែមករាឆ្នាំ2026ដែលមានខ្លឹមសារដូចខាងក្រោម 1. ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ JST នៃភាគីទាំងពីរចុះលើដីជាក់ស្ដែងដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42និង47និងបង្គោលព្រំដែនលេខ52និង59នៅកាលបរិច្ឆេទណាមួយសមស្របចន្លោះពីថ្ងៃទី9ដល់ថ្ងៃទី13ខែកុម្ភៈឆ្នាំ2026 2. ស្នើឲ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ OG កម្ពុជាថៃលើកទី12និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC កម្ពុជាថៃលើកទី5ក្នុងអំឡុងពេលសប្តាហ៍ទី2នៃខែកុម្ភៈឆ្នាំ2026សូមបញ្ជាក់ជូនថាការចាត់បញ្ជូនក្រុមវាស់វែងចម្រុះ JST ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងនិងការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ OG និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC ដែលជាយន្តការបច្ចេកទេសស្ថិតក្រោមគណៈកម្មការ JBC គឺធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC កម្ពុជាថៃកាលពីពេលកន្លងទៅ 3. គណៈកម្មការ JBC ភាគីកម្ពុជាបានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពរបស់យោធាថៃដែលបានឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជានិងហាមឃាត់មិនឲ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលទៅរស់នៅក្នុងលំនៅឋានរបស់ពួកគេវិញព្រមទាំងសកម្មភាពទាំងឡាយដែលនាំឲ្យមានការផ្លាស់ប្ដូរបរិស្ថានតំបន់ព្រំដែនដែលផ្ទុយទាំងស្រុងទៅនឹងមាត្រា5នៃ MOU ឆ្នាំ2000និងកថាខណ្ឌទី2ទី3និងទី4នៃសេចក្តីថ្លែងការណ៍រួមនៃគណៈកម្មការនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ទីពិសេសគឺរំលោភទៅលើសមត្ថកិច្ចរបស់គណៈកម្មការ JBC 4. គណៈកម្មការ JBC ភាគីកម្ពុជាក៏បានបកស្រាយបំភ្លឺជូនគណៈកម្មការ JBC ភាគីថៃដែលបានលើកឡើងដោយមិនត្រឹមត្រូវថាការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនពុំអាចអនុវត្តបានទេដរាបណាមិនទាន់ដោះមានឲ្យអស់នៅតាមបណ្ដោយព្រំដែនតាមរយៈយន្តការក្រុមការងារសម្រុះចម្រុះ JCTF ដែលស្ថិតក្រោមយន្តការគណៈកម្មាធិការព្រំដែនទូទៅ GBC ក្នុងនេះគណៈកម្មការ JBC ភាគីកម្ពុជាបានគូសបញ្ជាក់យ៉ាងច្បាស់លាស់ទៅភាគីថៃថាការងារដោះមីនដែលបម្រើឲ្យគោលដៅវាស់វែងខណ្ឌសីមាបោះបង្គោលព្រំដែននារយៈពេលកន្លងមកគឺត្រូវអនុវត្តដោយក្រុមការងារចម្រុះដោះមីនដែលស្ថិតក្រោមយន្តការគណៈកម្មការ JBC ដូចមានចែងក្នុងមាត្រា3នៃ MOU ឆ្នាំ2000និងប្រការ 2.4 នៃ TOR ឆ្នាំ2003អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកជូនថាសេចក្តីប្រកាសរួមចុះថ្ងៃ27ខែធ្នូឆ្នាំ2025ត្រង់ចំណុចទី3ចែងថាភាគីទាំងពីរបានឯកភាពគ្នាថារាល់កិច្ចព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ទៅដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់ទូនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតក្រោមស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមព្រំដែនគឺយើងស្មារតីនេះហើយទើបបានភាគីកម្ពុជាបានស្នើជាបន្តបន្ទាប់ចំនួន4លើកហើយទៅកាន់ភាគីថៃចាប់តាំងពីសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025ចូលជាធរមានដើម្បីអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតដោយដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីប្រកាសរួមនេះក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលមានស្រាប់នេះសបញ្ជាក់ឲ្យឃើញពីភាពសកម្មនៃនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបុព្វហេតុការពារអធិបតេយ្យភាពបូរណភាពទឹកដីក៏ដូចជាការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈការគោរពយ៉ាងម៉ឺងម៉ាត់នៅស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការដែលមានស្រាប់និងស្របតាមស្មារតីនៃអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិដែលជាដំណោះស្រាយប្រកបដោយយុត្តិធម៌ត្រឹមត្រូវនិងតម្លាភាពបើទោះបីជាភាគីថៃលើកមូលហេតុអំពីបញ្ហាផ្ទៃក្នុងរបស់ខ្លួនពាក់ព័ន្ធនឹងការបោះឆ្នោតក៏ដោយក៏ភាគីកម្ពុជានៅតែរំលឹកនិងទាមទារឲ្យភាគីថៃអនុវត្តជានិច្ចតាមរយៈការបញ្ជូនក្រុមការងារវាស់វែងចុះដើម្បីធ្វើការលើដីជាក់ស្ដែងដោយមិនបង្អែបង្អង់ឡើយអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថារាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយសូមអរគុណសម្ដេច Royal Highness Excellency Ladies and Gentlemen good morning The JBC Cambodian side has once again requested the JBC Thai side through noted verbal dated 29 January 2026 which has the following contents 1. Request to dispatch the joint survey team JST of both sides to resume work of the emplacement of the temporary markers on the terrain at the boundary segment between boundary pillar 42 to 47 and 52 to 59 on any suitable date between 9 and 13 February 2026.
2. Propose to convene the 12th meeting of the Cambodian-Thai Operational Group OG and the 5th meeting of the Cambodian-Thai Joint Technical Subcommission JTSC during the second week of February 2026. It is noted that the dispatch of the joint survey team to continue carry out work on the terrain and the convening of the Operational Group OG meeting and the Joint Technical Subcommission JTSC meeting, which are technical mechanism under JBC, are conducted in accordance with the agreed minutes of the previous Cambodian-Thai JBC meeting. 3. The JBC Cambodian side strongly protests against the action of the Thai military forces, which are clear and destroy the home and property of Cambodian citizens and prohibited them from returning to live in their home. The JBC Cambodian side also protests against all activity that lead to change in the environment of the border area, which are completely contrary to Article 5 of MOU 2000 and Paragraph 2, Paragraph 3, Paragraph 4 of the Joint Statement of the Third Special General Border Committee JBC dated 27 December 2025, especially in violation of the mandate of the JBC. 4. The JBC Cambodian side also clarified to the JBC Thai side that in the past, the Thai side had incorrectly stated that demarcation and abandonment work could not be implemented until all demining along the border had been completed through the Joint Coordination Task Force JCTF mechanism under the General Border Committee JBC. In this regard, the JBC Cambodian side clearly emphasized to the Thai side that the previous demining work for the purpose of survey, demarcation, and abandonment was carried out by the demining team would be trap clearance officers under the JBC mechanism as stipulated in Article 3 of MOU 2000 and Article 2.4 of the TOR 2003. Cambodia firmly uphold its position in safeguarding the Cambodian-Thailand international boundary as inherited from the Commission of the Delimitation of Boundary between Indochina and Siem in full respect of international law, the principle of intangibility of frontier, duty possidetis juris, the Franco-Siamese Convention and Treaty, the map and the procès-verbal of the Commission of Abandonment of Boundary between Indochina and Siem, as well as relevant agreement and document mutually agreed upon by both parties. In this regard, the JBC Cambodian side will continue to conduct land surveying and boundary demarcation work with the JBC Thai side at the earliest with a view to achieving lasting peace along the border and will not recognize any alteration of the boundary line resulting from the use of force. Thank you for your kind attention. បាទកម្មវិធីខ្ញុំដល់ទីបញ្ចប់ខ្ញុំបាទសូមគោរពលានិងសូមអរគុណតែប៉ុណ្ណេះបាទ